នៅនឹងអស់គ្នាធ្លាប់ទិញអី Office ឬមួយក៏សម្ភារៈណាមួយដែលទិញមកគេអត់ឲ្យជាមួយនឹង guideline មកដើម្បីយើងធ្វើការសាងសង់របស់មួយនឹងឡើងអត់នឹងបើសិនជាយើងធ្វើការបង្កើតជាមួយនឹង API មួយប៉ុន្តែ API របស់យើងគឺអត់មានជាមួយនឹង documentation អញ្ចឹងវាប្រៀបបានទៅនឹងការដែលយើងទិញរបស់អីមួយដែលគេអត់មានឲ្យជាមួយនឹង guideline មកឲ្យយើងអញ្ចឹងដូច្នេះយើងត្រូវចំណាយពេលច្រើនក្នុងការស្វែងយល់វាខ្លួនឯងហើយដើម្បីរកវិធីក្នុងការផ្គុំវាខ្លួនឯងអញ្ចឹងដូចគ្នាជាមួយនឹង API យើងដែរ API documentation ហ្នឹងវាប្រៀបបានដូចទៅនឹង guideline បុកមួយអញ្ចឹងដែលបញ្យល់ពី API យើងថា API endpoint យើងមួយនេះគឺប្រើប្រាស់សម្រាប់ធ្វើអីហើយវាមាន parameter អីគេខ្លះវាមាន payload អីគេខ្លះហើយវាមាន response បែបមិនខ្លះដូច្នេះនៅពេលដែល developer team ផ្សេងឬមួយក៏ team យើងក៏ដោយគាត់ធ្វើការមើលជាមួយនឹង document ហ្នឹងគាត់អាចងាយស្រួលក្នុងការ integrate មកកាន់ API របស់យើងជាងមុនដូច្នេះហើយយើងអាចចាំបាច់ត្រូវចំណាយពេលច្រើនដើម្បី sit down គ្នាក្នុងការ explain API មួយទៅមួយយើងអាចចំណេញពេលច្រើននៅពេលដែលយើងមាន API document ល្អដូច្នេះសម្រាប់ API developer យើងអាចប្រើជាមួយនឹង Swagger ដើម្បីក្នុងការ document API របស់យើងបានដូច្នេះហើយដើម្បីបង្កើតបាននៅ better API យើងត្រូវមាន better documentation ដូចគ្នាវីដេអូរបស់ខ្ញុំនៅថ្ងៃនេះគឺមានតែប៉ុណ្្នឹងបើសិនជាអ្នកនរគ្នាមានមតិអាច comment នៅខាងក្រោមបាន So see you guys later